ក្តៅសម្ដេចក្រឡាហោមសខេងបានមានប្រសាសន៍ថាយោធាថៃបានចូលកាត់សោកោះផ្ទះប្រជាពលរដ្ឋខ្មែររួចប្រមូលលួចយកទ្រព្យសម្បត្តិដែលមានតម្លៃខណៈពេលដែលកងពលធំតំបន់ទី1របស់ថៃហាមឃាត់មិនឲ្យប្រជាពលរដ្ឋខ្លួនថតបង្ហោះវីដេអូនិងរូបភាពនៅលើបណ្ដាញសង្គមបន្ទាប់ពីរងនៅការរិះគន់យ៉ាងខ្លាំងជុំវិញសកម្មភាពដែលយោធាថៃដែលបានធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជានៅតាមតំបន់ព្រំដែននៅពេលនេះកងពលធំតំបន់ទី1របស់ថៃបានចេញនៅសេចក្តីប្រកាសអាសន្នមួយបង្គាប់ឲ្យប្រជាពលរដ្ឋរបស់ខ្លួនបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពការចែកចាយនៅរូបភាពវីដេអូនៃសកម្មភាពយោធាថៃចូលលួចប្លន់យកទ្រព្យសម្បត្តិពីខាងកម្ពុជាឬខ្លឹមសារបែបចំអកលក់លើយពាក់ព័ន្ធទៅនឹងសកម្មភាពយោធាថៃនៅតាមតំបន់ព្រំដែនការចេញមុខប្រមានពលរដ្ឋខ្លួនយ៉ាងតក់ក្រហល់របស់កងទ័ពថៃនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រមួយដើម្បីបិទបាំងភ្នែកមហាជនថៃនិងមនុស្សម្នានៅជុំវិញសកលលោកដែលពួកគេបាននឹងកំពុងតែមើលឃើញនៅសកម្មភាពដ៏គួរឲ្យស្អប់ខ្ពើមរបស់យោធាឈ្លានពានថៃនៅលើបណ្ដាញសង្គមខណៈពេលដែលសកម្មភាពរបស់យោធាថៃទាំងនោះបានក្លាយជាភស្តុតាងដ៏មានសារៈសំខាន់របស់កម្ពុជានិងជាអាវុធដ៏មុតស្រួចសម្រាប់ប្រឆាំងប្រទេសថៃនៅលើឆាកអន្តរជាតិបន្ថែមលើនេះយោធាថៃក៏បានហាម5យ៉ាងដាច់អហង្ការផងដែរចំពោះការបង្ហោះរូបភាពដែលបានបង្ហាញពីទ្រព្យសម្បត្តិដែលត្រូវបានលួចយកទៅដែលមានដូចជាម៉ូតូប្រាក់សុទ្ធនិងសម្ភារៈមានតម្លៃផ្សេងទៀតដោយពួកគេទទួលស្គាល់ថារូបភាពទាំងនេះអាចនឹងត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងវេទិកាអន្តរជាតិដើម្បីចោទប្រកាន់ប្រទេសថៃថាបានរំលោភលើច្បាប់មនុស្សធម៌និងបទដ្ឋានសិទ្ធិមនុស្សយោធាថៃបានប្រើប្រាស់ពាក្យស្លោកទៅកាន់ប្រជាពលរដ្ឋខ្លួនថាការមិនចែកចាយរូបភាពការចំអកឬការបង្កើនភាពស្អប់ខ្ពើមគឺមានតម្លៃសម្រាប់ការការពារជាតិស្មើនឹងការឈរនៅលើសមរភូមិមុខទោះយ៉ាងណាការចេញសេចក្តីប្រកាសរបស់កងទ័ពថៃនៅពេលនេះហាក់បីដូចជាយឺតពេលបន្តិចទៅហើយត្បិតថាសកម្មភាពរបស់ពួកគេត្រូវបានប្រជាពលរដ្ឋកម្ពុជាចែកចាយបន្តយ៉ាងផុសផុលដើម្បីបង្ហាញការពិតទៅកាន់ពិភពលោកដូច្នេះការព្យាយាមដាក់កម្រិតសេរីភាពនៃការបញ្ចេញព័ត៌មានរបស់ពលរដ្ឋខ្លួនដើម្បីការពារកេរ្តិ៍ឈ្មោះកិត្តិយសកងទ័ពថៃនិងចំហការទូតរបស់ខ្លួននៅលើឆាកអន្តរជាតិទំនងជាមិនអាចបិទបាំងការពិតនៃសកម្មភាពដ៏សាហាវព្រៃផ្សៃខូខើយោងខ្នងនិងអនុស្ធរនេះបាននោះឡើយជាក់ស្ដែងនៅព្រឹកថ្ងៃទី4ខែមករាឆ្នាំ2026នេះសម្ដេចក្រឡាហោមសខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានមានប្រសាសន៍នៅលើបណ្ដាញសង្គមថានៅខេត្តពោធិ៍សាត់កម្លាំងយោធាថៃបានចូលកាត់សោកោះផ្ទះប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មីរួចប្រមូលសម្ភារៈមានតម្លៃពីផ្ទះចំនួន8ខ្នងម៉ូតូ4គ្រឿងនិងរ៉ឺម៉កដឹកសម្រាមរបស់ភូមិចំនួន2គ្រឿងសូមបញ្ជាក់ថាយោធាថៃក្រោយពីបើកការឈ្លានពានមកលើប្រទេសកម្ពុជាទាំងកំរោលហើយនោះពួកគេក៏បានធ្វើសកម្មភាពចូលលួចប្លន់ទ្រព្យសម្បត្តិពីក្នុងលំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងអមនុស្សធម៌ជាទីបំផុតមិនតែប៉ុណ្ណោះសកម្មភាពទាំងនោះត្រូវបានប្រជាពលរដ្ឋនិងយោធាថៃខ្លួនឯងបង្ហោះបង្ហាញនៅលើបណ្ដាញសង្គមក្នុងន័យឌឺដងចំអកឲ្យប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះពីការឈ្លានពានប៉ុន្តែពួកគេមិនបានដឹងទេថាសកម្មភាពរបស់ពួកគេគឺជាភស្តុតាងយ៉ាងជាក់ច្បាស់ដែលបានបង្ហាញថាយោធាថៃក្រៅតែពីបង្កសង្គ្រាមឈ្លានពានរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជាហើយនោះពួកគេគឺជាក្រុមចៅហារ៉ូយចូលលួចឆក់ប្លន់ទ្រព្យសម្បត្តិជនស៊ីវិលកម្ពុជាថែមទៀតផង